បាទជំរាបសួរពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាបងប្អូនបាទវីដេអូនេះខ្ញុំនិយាយពីណែមនុស្សមួយចំនួនដែលគាត់គិតថាគាត់រៀបការហើយអន់ត្រង់ណាបងប្អូនគឺអន់គាត់គិតថាអន់គឺអន់ត្រង់ថាកម្មវិធីទីគាត់តូចការហើយនឹងអន់ទៀតដូចថាស៊ី15តុក20តុក25តុកអីចឹងណាអន់គាត់ចង់ឃើញតម្រៃជួសតាមតម្រៃចឹងទៅតាមពិតបងប្អូនខ្ញុំប្រាប់បងប្អូនឲ្យយល់បងប្អូនកុំឆោតពេកកម្មវិធីដែលធ្វើហឹកហាក់អ៊ូអអឺងកងហ្នឹងគេហៅថាយកមុខយកមាត់ទេបាទពេលខ្លះបងប្អូនឃើញស្គរស្គរធំតែវាប្រហោងក្នុងបងប្អូនឃើញអ្នកខ្លះមានផ្ទះធំផ្ទះធំតែក្នុងផ្ទះគ្មានអីទេมันប្រកាសថាអ្នកផ្ទះធំហ្នឹងជាអ្នកមាននេះมันប្រកាសថាអ្នកដែលធ្វើកម្មវិធីការធំដាក់50តុក100តុកហ្នឹងជាអ្នកអត់ដែរប៉ុន្តែក៏មិនមែនជាអ្នកមានពុតកត់ដែរអញ្ចឹងបងប្អូនកុំឃើញតម្រៃជួតាមតម្រៃគេធ្វើមិនជារឿងរបស់គេកុំអន់ចិត្តអីកុំលក់ហក់លោតតាមគេបងប្អូនខ្ញុំប្រាប់បងប្អូនណាទោះបីជាសែនក្បាលជ្រូកមួយស្រាមួយកេះឬក៏ស្រាស5កានឬក៏ស្រាស1កានហៅបងប្អូនជួបជុំផៅញាតមកសែនស្រឡាញ់គ្នាយកគ្នារួចហើយដឹកដៃគ្នាទៅចុះត្រាស៊ីវិលទៅហើយរ៉ូស៊ីប្រឹងរ៉ូស៊ីទៅមានបាននឹងខ្លាយជាអ្នកមានដែរហើយបើបងប្អូនដល់ឯងតែគិតអញ្ចឹងបងប្អូនបែរទៅមើលចាស់សម័យដើមចាប់ដៃគ្នាយកសែនតិចតួចបាទឥឡូវក៏រ៉ូស៊ីមានបានកុំគិតមិនមួយណាអន់ជាងមួយណាខ្លាំងជាងមួយណាយកមកពិចារណាគិតឲ្យមែនទេអ្នកដែលរៀបការហឹកហាក់អើកងក្រឲ្យលហាមការឲ្យក្រលហាមក៏មានអ្នកដែលការហឹកហាក់អើកងការឲ្យអត់មានសេចក្តីសុខក៏មានតែអ្នកដែលចាប់ដៃគ្នាយកគ្នាមានរ៉ូស៊ីមានបានហើយសកលគ្នារហូតតាមពីថ្ងៃនោះរហូតមកដល់ថ្ងៃនេះអ្នកខ្លះស្លាប់អស់ហើយនៅតែគាត់មិនទាន់ទៅណាផងបាទហើយគាត់ខ្លាយជាអ្នកមានបងគិតមើលទៅណាខ្លាំងជាងណាអញ្ចឹងខ្ញុំសូមលើកទឹកចិត្តបងប្អូនកុំឲ្យល្ងងខ្លៅកុំឲ្យល្ងង